លើយន្តហោះរបស់យើងធំអញ្ចឹងតើយើងត្រូវឆ្លងកាត់កន្លែងណាខ្លះដើម្បីយើងដើរទៅដល់ gate របស់យើងអញ្ចឹងតោះសួស្ដីបងប្អូនមកមើលទាំងអស់គ្នាជាដំបូងបងប្អូនត្រូវដើរមកដល់កន្លែងស្ថានីយ៍ដែលដំណើរមកដល់ហើយនៅពេលដែលបងប្អូនចូលមកដល់បងប្អូនឡើងទៅលើចរាចរណ៍មួយជាន់ទៀតដែលគេដាក់ថាស្ថានីយ៍ចេញដំណើរ departure របស់យើងហ្នឹងហើយនៅពេលបងប្អូនឡើងមកដល់ហើយបងប្អូននឹងឃើញកន្លែង departure របស់យើងហ្នឹងគឺកន្លែង check in ហ្នឹងជាទូទៅកន្លែងដែលយើង check in ហ្នឹងគេបើករយៈពេល3ម៉ោងមុនពេលដែលជើងយន្តហោះហៅយើងហោះអញ្ចឹងបងប្អូនត្រូវមកឆែកមើលកន្លែងអេក្រង់នេះដើម្បីមើលជើងយន្តហោះហៅរបស់យើងកន្លែង departure យើងបើកឲ្យ check in នៅហើយនៅពេលដែលគេបង្ហាញយើងពីម៉ោង check in ក៏គេបង្ហាញនៅកន្លែង counter ដែលយើងត្រូវទៅដែរ check in រួចរាល់ហើយអញ្ចឹងបងប្អូនដើរទៅមកកន្លែងទៀតដើម្បីត្រួតពិនិត្យអីវ៉ាន់របស់យើង scan ចូលទៅក្នុង terminal ហ្នឹងទៅពេលបងប្អូនត្រួតពិនិត្យអីវ៉ាន់អីហើយអញ្ចឹងហើយបានបងប្អូនទៅត្រួតពិនិត្យ passport ម្ដងទៀតព្រោះត្រួតពិនិត្យ passport គេ scan មុខយើងអីហើយបានយើងដើរចូលទៅក្នុង terminal របស់យើងហ្នឹងដើម្បីទៅរក gate ហ្នឹងដល់ពេលឆ្លងកាត់កន្លែងពីរហ្នឹងហើយអញ្ចឹងបងប្អូនដើរមកដល់កន្លែង duty free ហ្នឹងគឺជាកន្លែងបងប្អូនអាចទិញអ្វីៗបានញ៉ាំបានហើយនឹងឆែកមើលថាយើងត្រូវទៅ gate មួយណាអញ្ចឹងហើយសម្រាប់ខ្ញុំត្រូវទៅចូល gate ទី22អញ្ចឹងខ្ញុំដើរទៅតាមសញ្ញារបស់គេហ្នឹងប្រាប់ថាយើងត្រូវដើរទៅ gate ទី22ហ្នឹងទៅហើយការដើរទៅរក gate ហ្នឹងគឺអត់មានពិបាកទេបងប្អូនសូម្បីតែផ្លូវយន្តហោះរបស់យើងធំក៏ដោយប៉ុន្តែអាសាញរបស់គេហ្នឹងគេប្រាប់យើងច្បាស់ល្អអញ្ចឹងក៏អត់មានបញ្ហាក្នុងការរក gate របស់យើងទេ